បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនអរគ្នាឥឡូវនេះខ្ញុំចង់ផ្តិតយកនៅទស្សនវិជ្ជានៅតំបន់នេះជូនពុកម៉ែបងប្អូនកំសាន្តនិងទស្សនាហើយបងប្អូនខ្ញុំមានបាទហើយជាទេសភាពស្អាតដើម្បីថតជូនពុកម៉ែបងប្អូនកំសាន្តនិងទស្សនាហើយពុកម៉ែបងប្អូនកុំភ្លេចជួយចុចតាមដាន Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនបាទអញ្ចឹងកុំខាតពេលតោះបងប្អូនជើងចូលទៅតាមដានរបស់ខ្ញុំដូចតទៅបាទនេះខ្ញុំផ្តិតយកនៅទស្សនវិជ្ជានៅទីតាំងតម្កល់សពបញ្ចុះសពមួយកន្លែងទៀតណាបងប្អូនបាទខ្ញុំធ្លាប់ផ្តិតយកទស្សនវិជ្ជាបែបហ្នឹងជាច្រើនជូនពុកម៉ែបងប្អូនកំសាន្តលេងមកហើយក៏ថ្ងៃនេះខ្ញុំផ្តិតយកមួយកន្លែងទីតាំងទៀតបាទនៅខាងខ្ញុំគឺសម្បូរពុកម៉ែបងប្អូនណាហើយជាទីតាំងដែលគេបូជាគេតម្កល់សពរួមណាហើយពេលដែលមានកម្មវិធីដងសប្បាយបងប្អូនជួបជុំញាតិពីចិត្តឆ្ងាយមកច្រើនណាស់មកជុំគ្នាបាទមកជុំគ្នានៅក្នុងទីតាំងមួយនេះណាបាទហើយទីតាំងហ្នឹងគឺទីតាំងគេហៅថាពុទ្ធធាតុណាបងប្អូនព្រៃពុទ្ធធាតុបាទព្រៃពុទ្ធធាតុនេះជាទីតាំងតម្កល់សពមួយដែរដែលតម្កល់សពលោកយាយលោកតាដែលគាត់បានបែកចែកឋានទៅកាន់បរលោកហើយនោះណាដើម្បីជួបជុំគ្នាពេលដែលបន់ទានអីចឹងទៅក៏គេនិយមមកជួបជុំគ្នានៅទីនេះទៅបងប្អូនបាទខ្ញុំដាក់យកដើម្បីតាំងបេក្រូនមួយណាបងប្អូនបាទនេះបងប្អូនជាទស្សនវិជ្ជារួមខ្ញុំនឹងផ្តិតយកជូនពុកម៉ែបងប្អូនកំសាន្តនិងទស្សនាហើយថ្ងៃនេះមកតែឯងទេបងប្អូនបាទមកតែឯងបានអត់មានគ្នាទេថ្ងៃនេះណាហើយកន្លែងនេះឥឡូវទៅជាទីតាំងដែលគេធ្វើដំណើរជីវិតច្បាស់បងប្អូនជាទីតាំងដែលពុកម៉ែបងប្អូនគាត់ធ្វើដំណើរទៅមកដោយសារនៅតំបន់នេះមានការរៀបចំកន្លែងអញ្ចឹងគេរៀបចំទៅជាកន្លែងដែលជាកន្លែងមិនគួរឲ្យខ្លាចដូចមុនទេបងប្អូនបាទទៅជាកន្លែងស្អាតបាទមានកន្លែងទីតាំងនេះកន្លែងនេះជាទូទៅគេធ្វើនៅពេលដែលប្រសង់ពីបាំងស្គូធំបងប្អូនណាកម្មវិធីធំបាំងស្គូរួមអីចឹងទៅបាទគេមុនពីប្រសង់មុនអីមករៀបចំរូងកន្លែងនេះបាទរៀបចំរូងកន្លែងហ្នឹងទៅហើយប្រសង់គង់ក៏មានពុទ្ធបរិស័ទមានអីក៏អញ្ជើញមកចូលរួមទាំងអស់គ្នាច្រើនណាបងប្អូននៅទីតាំងនេះច្រើនណាចំណុះបងប្អូនចំណុះមានចំណុះឲ្យចម្រុះពុទ្ធបរិស័ទចម្រុះញាតិញោមអីចំណុះមនុស្សនៅតំបន់នេះហ្នឹងគេបូជារួមទាំងអស់គ្នាអញ្ចឹងបងប្អូនបាទនេះបងប្អូនឃើញទេជាទីតាំងគឺបូជាសពរួមបងប្អូនទីឲ្យម្ដងទៀតបងប្អូនណាបាទជាទីកន្លែងមួយដែលសម្រាប់ពីបាំងស្គូរួមដើមរកាដែកបងប្អូននេះដើមរកាដែកនេះកន្លែងនេះអត់សូវច្រើនដូចការដែលខ្ញុំថតវីដេអូមុនទេបងប្អូនបើវីដេអូមុនច្រើនបាទច្រើនមែនទែនខ្ញុំថតប៉ុណ្ណឹងដើរពីអ្នកប្អូនទៅជុំគ្នាហ្នឹងបាទច្រើនណាស់នេះបងប្អូនណាមានឈ្មោះមានអីសម្រាប់សម្គាល់បាទកុំឲ្យយូរទៅផ្លេចណាចឹងគេមានឈ្មោះមានអីសម្រាប់ជាការចំណាំការសម្គាល់ផ្សេងចឹងជាបងប្អូននេះគេហៅថាព្រៃពុទ្ធធាតុបងប្អូនណាបាទព្រៃពុទ្ធធាតុហើយដែលខ្ញុំថតពីលើមុននោះមានព្រៃតាប់សហើយព្រៃវាលពូបងប្អូនអធិ
ទីតាំងព្រៃវាលពូខ្ញុំមិនដឹងថាតើខាងបងប្អូនមានទម្លាប់ដូចជាខាងខ្ញុំទេអត់ទេបងប្អូនតែទម្លាប់បូជាសពរូមណាបាទប៉ុន្តែមិនមែនទូទៅទេបងប្អូនអ្នកខ្លះក៏គេអត់ដាក់រូមទេគេមានទីតាំងរបស់គេដីរបស់គេទៅគឺគេដាក់ដាច់រលែកអីចឹងទៅបាទតែពេលអ្នកដែលមិនសូវមានដីមានអីទៅក៏គេដាក់រូមគ្នាអីចឹងទៅណាតាមចិត្តចង់ឯងបងប្អូនគឺថាបើចង់នៅដាច់រលែកដាច់រលែកបាទបើចង់រូមគ្នានៅជុំគ្នាអញ្ចឹងទៅណាដាក់ជុំគ្នានៅជុំគ្នាទាំងអស់គ្នាអញ្ចឹងទៅចឹងខ្ញុំមិនដឹងទៅខាងបងប្អូនមានកលែងតម្កល់សពមករៀងហើយតែកលែងបូជាសពរូមអញ្ចឹងនឹងអត់ទេបងប្អូនបាទហើយខ្ញុំគិតថាជារឿងល្អដែរតែបងប្អូនសម្រាប់ជួបជុំគ្នានៅពេលដែលដើរបាំងស្គូលហ្នឹងអីចឹងទៅកូនចៅកូនក្មួយអីគិតមកជុំគ្នាមួយថ្ងៃហ្នឹងរូមគ្នាទាំងអស់គ្នាចឹងទៅបាទបកៀនចង្ហាន់ប្រសងមួយថ្ងៃហ្នឹងទៅមានការបាំងស្គូលទិសកសលដល់ញាតអីផ្សេងជាដើមណាខ្ញុំគិតថាល្អបងប្អូនមានកន្លែងរូមអញ្ចឹងល្អមែនទេបាទវាប្រសើរជាជាងដែលយើងនាំគ្នាទៅធ្វើក្នុងវត្តខ្ញុំមិនមែនឌៀមដាមទេបងប្អូនប៉ុន្តែវាប្រសើរជាងដូចខ្ញុំនិយាយប្រសើរជាងបងប្អូនយើងនាំគ្នាទៅធ្វើក្នុងវត្តពីព្រោះក្នុងវត្តមែនទេទៅយើងសិក្សាតាមការសិក្សាមកគឺជាដីរបស់សង្ឃណាបងប្អូនដីរបស់សង្ឃអញ្ចឹងសង្ឃទោះបីដីរបស់សង្ឃក៏ដោយប៉ុន្តែរបស់នឹងជាគរុភ័ណ្ឌហ្នឹងសំដៅទៅលើរបស់ដែលវាមានតម្លៃដែលมันអាចដោះដូរបានបាទគរុភ័ណ្ឌហ្នឹងមិនន័យថាភ័ណ្ឌដែលមានសារៈសំខាន់ធ្ងន់មែនទេបងប្អូនអញ្ចឹងគឺប្រសង់ក៏ដោយអាចារ្យគណៈកម្មការណាក៏ដោយទោះបីមានគុណូបការៈក្នុងវត្តប៉ុណ្ណាក៏ដោយក៏អត់មានសិទ្ធិនៅក្នុងការដោះដូរអានឹងទៅជាដីលក្ខភ័ណ្ឌណាមួយដើម្បីលក់ដូរណាមួយជួញដូរណាមួយគាត់បានដែរបើកាលណាហ៊ានទៅដល់ថ្នាក់ការជួញដូរអីទៅវាទៅជាមានទោសវិញនឹងអញ្ចឹងបងប្អូនបាទអានឹងតាមព្រះវិន័យហើយយើងសិក្សាទៅអញ្ចឹងមែនណាអញ្ចឹងហើយត្រូវប្រុងប្រយ័ត្នឲ្យមានទេនទៅហ្នឹងណាបងខ្ញុំតែមានអារូមហ្នឹងវាល្អជាងថាវាអត់ប៉ះពាល់ទៅលើដីសង់ដីអីទេបងប្អូនហើយយើងធ្វើរូមអញ្ចឹងណាព្រោះអាហ្នឹងដីទាំងអស់ហ្នឹងដីរូមអញ្ចឹងណាគីក៏បានដែរអ្នកដែលគាត់ខ្វះលទ្ធភាពខ្វះអីហ្នឹងក៏អាចមកដាក់នៅទីតាំងនឹងបានដូចគ្នាបងប្អូនអូមើលទេសភាពបងប្អូនអូយស្អាតមែនទេបងឃើញអត់ណោះរដូវវស្សាស្អាតបងប្អូនទៅមានស្រូវមានអីចឹងស្អាតមែនទេនេះស្អីព្រៃមើលទៅកង់ស្អីព្រៃបាទដូចខ្ញុំប្រាប់បងប្អូននេះអានេះកន្លែងពេលដែលគេបាំងស្គូលរូមទាំងទៅគេប្រពកម្មវិធីនេះបងប្អូនដាក់រូមមកប្រពកម្មវិធីហ្នឹងមុនប្រសងចម្រើនពីបរិទ្ធសម្ដែងពធទេសនាគឺកន្លែងហ្នឹងហើយញាតិញោមពុទ្ធបរិស័ទទៅគាត់សម្រានគាត់អង្គុយកន្លែងនេះសម្រានអង្គុយកន្លែងនេះនឹងសម្រាប់ប្រសងអីចឹងទៅបាទដូចខ្ញុំរៀបរាប់ខាងដើមថាវាជាឡក់គេហៅថាទំនៀមទម្លាប់ដ៏ល្អមួយដែរបងប្អូនបាទជិះវាំងបងប្អូនយើងទៅធ្វើក្នុងវត្តក្នុងអីហ្នឹងវាប៉ះពាល់ណាបងប្អូនបាទប៉ះពាល់ទៅលើដីសង់ដីអីណាពួកអ្នកខ្លះគាត់ឧទាហរណ៍គាត់ធ្លាប់ជាអ្នកមានឥទ្ធិពលមានអំណាចអីចឹងទៅនៅពេលដែលគាត់សំប្រសងមិនបានអីចឹងទៅវាទៅជាការអន់ទោសមនុស្សចិត្តអីចឹងទៅឬក៏ខឹងជាមួយនឹងវត្តជាមួយនឹងអារាមវាប្រព្រឹត្តទៅជាទុះទៅជាបញ្ហាអីផ្សេងចឹងទៅហ្នឹងសិតតែជារឿងដែលយើងមើលអត់ឃើញទេបងប្អូនសិតតែជារឿងដែលយើងមើលអត់ឃើញទេចឹងបើយើងដាក់ទីតាំងរូមចេះអត់មានបញ្ហាអីទេបងប្អូន
អត់តាក់ទងជាមួយនឹងដីសង់អត់តាក់ទងជាមួយនឹងរបស់សង់ទៅរូបភ័ណ្ឌអីទេបាទអញ្ចឹងគឺអត់មានទោសអត់មានបៃអីទេណាបាទប៉ុណ្្នឹងកន្លែងរួមគ្នាបងប្អូនណាគេក៏មានសិទ្ធិដាក់ណាគេក៏មានសិទ្ធិដាក់វាមិនមែនជាដីកម្មសិទ្ធិរបស់បុគ្គលណាមួយនោះទេបាទវាគ្រាន់តែជាទីតាំងមួយដែលសម្រាប់ដាក់រួមគ្នាប៉ុណ្ណឹងអូខេបងប្អូនខ្ញុំថតជូននិងផ្តិតយកនៅប៉ុណ្ណឹងចោះជូនបងប្អូនកំសាន្តនិងទស្សនាហើយខ្ញុំប្រហែលជាត្រូវត្រឡប់ទៅវិញទេបងប្អូនមកជួយកាប់បស័យឥឡូវគេកាប់ហើយបានមួយកលេថងហើយក៏គេទៅខ្ញុំក៏ទៅវិញដែរបងប្អូនផ្លែ